Yeah, hello ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាននៅទៀតហើយបាន Ray Official ថ្ងៃនេះខ្ញុំមកប្រាប់អ្នកគ្នាពីការ activate Microsoft Office សម្រាប់ទោះបីឆ្នាំណាក៏ដោយក៏ activate បានដូចគ្នាតែតើអ្នកគ្នា search ឲ្យត្រូវជាមួយនឹង Microsoft របស់អ្នកទាំងគ្នាមុនចូលដល់វីដេអូនេះអ្នកគ្នាកុំភ្លេចជួយចុច like subscribe ហើយបើសញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងអ្នកគ្នាព្រោះ ពេលខ្ញុំចូលទៅមើលក្នុង YouTube ខ្ញុំគឺអ្នក subscribe តិចបំផុតមើលអ្នកអត់ subscribe 99% ជាងអ្នក subscribe ឲ្យខ្ញុំបាន 0.50 អីហ្នឹងឯងអ្នកគ្នាកុំភ្លេចជួយចុច subscribe ឲ្យខ្ញុំអ្នកមួយផងអ្នកគ្នាអរគុណទៅជាមុនអ្នកគ្នាតែយើងចូលមកដល់វីដេអូយើងតើអ្នកគ្នាកុំឲ្យខាតពេលយូរជាដំបូងអ្នកគ្នាគ្រាន់តែចូលមកជ្រោមអ្នកគ្នា search ទៅលើអ្នកគ្នា search ចេះដូចខ្ញុំ activate Windows activate Microsoft Office ឆ្នាំដែលអ្នកគ្នាប្រើអ្នកគ្នា save មកហើយដាក់ CMD ពីក្រោយហើយអ្នកគ្នារកយល់ល្អអ្នកគ្នារកក្នុងពួក GitHub ល្អវាអាចភាគរយច្រើនដែលគេស្រាវជ្រាវមកបានល្អអ្នកគ្នាគេសបោអ្នកជំនាញគេនេះខ្ញុំប្រើ2024ខ្ញុំចុចនេះលើនេះមក Microsoft Office Activation 2024ទៅលើហើយធ្វើការខ្ញុំជ្រើសយកលើនេះអ្នកគ្នាតាប់មក wait ខ្ញុំយក file មួយខ្ញុំ copy មិញគេឲ្យថា run administrator យើង copy អានេះមួយមកអ្នកគ្នាបន្ទាប់មកយើងចេញពីនេះយើងកុំអ្នកគ្នាកុំ win all កុំលឿនណាកុំ win all អញ្ចឹងកុំ run CMD អញ្ចឹងអ្នកគ្នាវាយ CMD មកតាមខ្ញុំមក CMD អ្នកគ្នានេះ run as admin អ្នកគ្នាចុចតនេះមកដូចខ្ញុំមកតមកអ្នកគ្នាផាសចូលដែលមិញហើយតមកវា run អ្នកគ្នាវា run ឲ្យវាប្រសេសមកឲ្យបានចប់មកចាំឲ្យចប់សិននេះអ្នកគ្នាចប់ហើយអ្នកគ្នាហើយតមកយើងចូលទៅមើល Microsoft Word យើងគឺបានធម្មតាប្រើបានធម្មតាអ្នកគ្នានេះអ្នកគ្នាប្រើបានធម្មតាសេបាន text edit បានយើងតេស្ត Word ហើយយើងចូល Excel ម្ដងមកខ្លាចវាបានតែមួយអីវាឈប់អានេះ file អីខ្ញុំតំ activate ទៅវាខានប្រើយូរយ៉ាងណាគ្នានេះគឺបានដូចគ្នាទៅលើ Excel យើងបាច់ save ទេទៅលើ PowerPoint យើងសាកទៅលើ PowerPoint គឺបានដូចគ្នាអ្នកគ្នាគឺបានដូចគ្នាវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអ្នកគ្នាជាចុងក្រោយអ្នកគ្នាកុំភ្លេចជួយចុច like subscribe ផងអ្នកគ្នាផ្ដល់កម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូបន្តទៀតអ្នកគ្នាវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងអ្នកគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ